ស្ដីអ្នកទាំងអស់គ្នាខ្ញុំអូសាកាយើងមកបន្តភាគទី5របស់យើងទៀតតែមិនចូលស្អីរឿងរបស់យើងអ្នកទាំងអស់គ្នាចូលចុច Subscribe Like Comment និងដាក់សញ្ញារូបនឹងឲ្យខ្ញុំផងណាអញ្ចឹងកុំអត់ខាប់ពេលយូរយើងចូលស្អីរឿងរបស់យើងក៏បានឃើញថាមានឡានប៉ូលីសជាច្រើនបានមកដល់កន្លែងកាត់ហេតុស្បែកតើពុកម្ដាយរបស់អ៊ីនយ៉ុងបានរត់យ៉ាងលឿនដើម្បីទៅរកកូនស្រីរបស់ពួកគេនេះបានស្រែកត្រហោយំយ៉ាងខ្លាំងដោយសារតែការបាត់បង់នេះគឺធំធេងណាស់ប៉ុន្តែចម្លែកអ្វីអ៊ីនស៊ុបគេមិនបានយកអ្វីនោះទេគេបានមើលឪពុកម្ដាយរបស់គេរត់ទៅមើលកូនរបស់នាងម្យ៉ាងទៀតគេបានមើលបងស្រីរបស់គេដូចជាសត្វដង្កូវប៉ារ៉ាស៊ីតអញ្ចឹងដោយដែលខ្ញុំបាននិយាយប្រាប់អ្នកទាំងអស់គ្នាអញ្ចឹងហើយអ្នកទាំងអស់គ្នាអាចទៅមើលភាពមុនបានណាយើងក៏បានឃើញថាលោកពូប៉ូលីសម្នាក់បាននិយាយទៅកាន់ឪពុកម្ដាយរបស់អ៊ីនយ៉ុងថាខ្ញុំបានឃើញកំណត់ហេតុកូនស្រីរបស់នាងបន្ទាប់ពីនាងបានចាក់ចេញតែខ្ញុំចង់និយាយថាខ្ញុំបានស្វែងរកវាឃើញនៅក្នុងម៉ូតូរបស់នាងវាហាក់បីដូចជានាងធ្វើអត្តឃាតខ្លួនឯងអញ្ចឹងអ្នកទាំងពីរបន្ទាប់ពីឮបែបនេះធ្វើឲ្យពួកគេនឹងតក់ស្លុតខ្លាំងណាស់ពីព្រោះអីពួកគេមិនអាចទទួលយកវាបានទេដោយសារតែពួកគេមិនជឿទេថាកូនស្រីរបស់ពួកគេនឹងធ្វើអត្តឃាតខ្លួនឯងដោយមិនអាចទ្រាំទ្របានពួកគេទាំងពីរក៏បានតវ៉ាជាមួយនឹងលោកប៉ូលីសនោះចំណែកឯអ៊ីនស៊ូវិញគេអង្គុយមើលសភៅដូចធម្មតាអញ្ចឹងបន្ទាប់ពីបាត់បង់បងស្រីរបស់គេមកគេក៏មិនបានខ្វល់ខ្វាយអំពីរឿងហ្នឹងដែរគេពិថាចិត្តត្រជាក់ខ្លាំងមែនទែនបន្ទាប់មកយើងក៏បានឃើញពិធីបុណ្យសពរបស់អ៊ីនយ៉ុងនោះបានចាប់ផ្ដើមសម្រាប់ខ្ញុំក៏អាណិតអ៊ីនយ៉ុងដែរមិនគួរណានេះជួបរឿងបែបហ្នឹងយើងក៏បានឃើញអ៊ីនស៊ុំចូលរួមពិធីបុណ្យសពហ្នឹងផងដែរប៉ុន្តែគេអង្គុយចុចបិចភ្នំនោះយ៉ាងធម្មតាហេតុតែចង់បានបិចហ្នឹងសុខចិត្តសម្រាប់បងស្រីខ្លួនឯងអើយកូននេះសំខាន់ស្រឡាញ់ត្រង់ថាមុខស្មាថេងទីហ្នឹងណាតមកយើងក៏បានឃើញម្ដាយរបស់គេក៏បានមករកគេបាននិយាយទៅកាន់គេតាមទឹកមុខស្លេកស្លាំងថាតើគេនឹងកំពុងធ្វើអីគេក៏បានមើលទៅកាន់បិចភ្នំនោះតើបិចភ្នំនេះជាកម្មសិទ្ធិរបស់នាងមែនស្រាប់តែភ្លាមនោះគេបានងាកទៅកាន់ម្ដាយគេដោយនិយាយទាំងទឹកមុខឆ្លុំវិញថាវាគឺជាបិចមួយដែលធ្វើខ្ញុំចង់ចាំពីនាងកាន់មកកាន់បច្ចុប្បន្នវិញយើងក៏បានឃើញឡានពណ៌ខ្មៅមួយបានឈប់មួយកន្លែងដោយអ្នកទាំងពីរកំពុងតែឈរជាមួយគ្នាប៉ុន្តែមិនបាននិយាយអ្វីនោះទេភ្លាមនោះសុកក៏បានយកដៃរបស់គាត់លូតទៅកាន់ផៅប៉ៅអាវរបស់គាត់ដើម្បីយកបរិយរបស់គាត់យកមកជួបបូររួមជាមួយនឹងភាសង្ហាជាមួយនឹងទឹកមុខសិចស៊ីអងជាមួយនឹង outfit ដ៏លយឆាយរបស់គាត់ហើយតើគេសង្ហាថ្មីជួបព្រះក៏ចេះរៀនសង្ហាផងដែរភ្លាមនោះគាត់មិនបានចាប់អារម្មណ៍ថាមានមនុស្សម្នាក់បានស្ថិតនៅទីនេះគាត់ក៏បានមើលទៅកាន់នាងអ្នកគ្រូចុងរបស់យើងក៏បានក្អកដោយសារតែឆ្លក់ផ្សែងបរិយរបស់គេនិយាយពីថាសុភាពបរិយរបស់យើងគឺថានឹងខ្យល់អីសោះមានមនុស្សស្រីនៅទីនេះហើយនៅតែជក់ទៀតគេក៏បានសំណូមទៅកាន់នាងផងដែរដោយសារតែចាប់អារម្មណ៍ឃើញនាងឆ្លក់គាត់ក៏បានប្រាប់ទៅកាន់នាងថាដូចដែលខ្ញុំបាននិយាយអញ្ចឹងវាមិនមែនជាកំណត់ល្អក្នុងការដាក់ពាក្យមិនដឹងទេយ៉ាងណាក៏ដោយប្រសិនបើគេដឹងថានាងមានមេធាវីនោះអ្នកនឹងត្រូវដោះស្រាយឧបទ្ទហេតុតិចជាងមុនដោយលើកមុនអញ្ចឹងអ៊ីនស៊ូបានញញឹមទៅកាន់នាងដោយនិយាយថាសុំទោសផងប្រសិនបើខ្ញុំធ្វើឲ្យនាងស្ថិតនៅក្នុងស្ថានភាពឆ្កងគេចង់បានស្ដាប់អ៊ីនស៊ូនិយាយដោយមានអារម្មណ៍ថាចម្លែកនាងបានកាត់ខ្លួនចិត្តថាខ្ញុំកំពុងតែមានប្រតិកម្មខ្លាំងពេកមែនអត់ដោយគ្រាន់តែស្ដាប់ពីសម្ដីគេតែប៉ុន្មានម៉ាត់ហ្នឹងដែលធ្វើឲ្យខ្ញុំរំភើបបែបនេះគាត់គ្រាន់តែព្យាយាមជួយខ្ញុំប៉ុណ្ណោះនាងក៏បានសួរទៅកាន់អ៊ីនស៊ូថាហេតុអ្វីបានជាលោកនឹងបានជួយខ្ញុំអញ្ចឹងគាត់ក៏បានសម្លឹងទៅកាន់នេះដូចជាលើកមុនអញ្ចឹងហើយគាត់ក៏បានសម័យរូបភាពឃើញពីនាងរួចក៏បាននិយាយទៅកាន់នាងថាដោយសារតែអ្នកនាងមើលទៅពិតជាស្រស់ស្អាតប្រៀបបានដូចជាពន្លឺព្រះអាទិត្យអញ្ចឹងអ្នកនាងគីចុងអ្នកគ្រូចុងរបស់យើងបន្ទាប់ពីលើសម្ដីរបស់អ៊ីនស៊ូនិយាយបែបនេះមកកាន់នាងធ្វើឲ្យនាងរំជួលចិត្តខ្លាំងណាស់ដូចធ្លាក់ក្នុងរលងស្នេហ៍ទៅកាន់គេអញ្ចឹងកាន់មកកាន់ពេលល្ងាចគាត់ក៏បានបើកឡានដើម្បីត្រឡប់ទៅកាន់ផ្ទះប៉ុន្តែចៃដន្យអីគាត់ក៏បានកលេចឃើញទៅកាន់ម៉ាតមួយរួចគាត់ក៏បានឈប់រួចគាត់ក៏បានដាក់ខ្លួនរបស់គាត់ដើម្បីផ្អែកទៅលើចង្កូតឡានដោយឃើញថាអាណាព្យាបាលរបស់សិស្សកំពុងតែអង្គុយជជែកគ្នាដោយនិយាយថាខ្ញុំមិនជឿទេថានាងនឹងបានជួបមេធាវីខ្ញុំក៏អញ្ចឹងដែរខ្ញុំមិនដឹងទេថានាងមានឈាមត្រជាក់យ៉ាងនេះនោះតើនាងអាចប្រព្រឹត្តខ្លួនដោយគ្មានទោសបីបាយយ៉ាងដូចម្ដេចនាងបានធ្វើវាដោយខ្លួនឯងដោយលេងសើចជាមួយនឹងបរិសុទ្ធនៅទីសាធារណៈនោះខ្ញុំមិនដឹងទេនិយាយពីថាអ៊ីនេះជាចិត្តស៊ីត្រាវគេខ្លាំងមែនទេចេះដឹងរឿងគេទេរឿងគេសោះហ្នឹងណាយកគំរូតាមពួកអ៊ីហ្នឹងមិនអត់ទេស្រាប់តែពួកគេក៏បាននិយាយទៅកាន់មីងយ៉ងថាតើអ្នកនឹងធ្វើអ្វីប្រសិនបើនាងប្តឹងទៅកាន់នាងក៏បានសំណើទៅកាន់ពួកគេដោយគោះទុកខ្លាំងដោយកំហឹងថាហេតុអ្វីត្រូវតែជាគោលដៅតែមួយកត់យើងនឹងប្រឈមមុខនឹងនាងជាមួយនឹងគ្នាអញ្ចឹងអ៊ីមាត់ច្រើនហ្នឹងឈ្មោះថាមីងយ៉ងអញ្ចឹងនិយាយពីថាអ៊ីហ្នឹងមិនដឹងថាខ្លួនឯងខុសទេកូនរបស់ខ្លួនឯងអ្នកបង្កបញ្ហាហ្នឹងបន្ទាប់មកពួកគេក៏បាននិយាយទៅកាន់មីងយ៉ងថាអ្នកជាអ្នកបញ្ចុះបញ្ចូលពួកយើងឲ្យទៅត្អូញត្អែអ្នកក៏បានផ្ញើសារទៅកាន់អ្នកស្រីគូផងដែរគឺជាតួស្រីរបស់យើងហើយម្យ៉ាងវិញទៀតស៊ីអ៊ូកូនប្រុសរបស់អ្នកគឺជាអ្នកបង្កបញ្ហាផងដែរអ៊ីមាត់ច្រើនក៏បានងើបចេញពីតុក៏បាននិយាយទៅកាន់ពួកគេថាតើអ្នកទាំងអស់គ្នាកំពុងគិតថាវាជាកំហុសរបស់ស៊ីអ៊ូមែនអ្នកក៏បានស្រែកលឺដោយចន្ទាលថាពួកយើងកំពុងតែលេងហ្គេមនោះគឺជាពួកយើងមែនទេដែលថាស៊ីអ៊ូតែងតែបង្កបញ្ហាទៅកាន់យន្តខ្យល់ស្រាប់តែភ្លាមនោះនាងក៏បានកលេចឃើញអ៊ីនស៊ុបនឹងបានដើរចូលមកខាងក្នុងនឹងផងដែរចង់និយាយថាសុភាពបរិសុទ្ធអ៊ីនស៊ុបរបស់យើងគឺមានចេតនាដើរចូលមកខាងក្នុងដើម្បីចង់ដឹងរឿងគេភ្លាមនោះក៏បានដើរទៅកាន់អ្នកដែលធ្វើការនៅទីនឹងដោយគាត់បាននិយាយថាខ្ញុំត្រូវការអាមេរិកាណូក្តៅមួយកែវតួពីអាណាព្យាបាលបានឃើញដូច្នេះពួកគេបាននិយាយថាទីនោះគឺជាគាត់ពិតមែនហើយគឺជាមេធាវីរបស់គីចុងស្រាប់តែអ្នកស្រីមាត់ច្រើននោះដោយឃើញបែបនោះ
នេះមានរាប់50បន្តិចតែប្រាប់តែនេះបានដើរទៅរកអ៊ីនស៊ុបស្បីតែមកភ័ក្ររបស់នេះហាក៏នេះមិនឈប់ដែរដោយនេះបាននិយាយទៅកាន់អ៊ីនស៊ុបថាតើអ្នកស្រី Go ពិតជាមានគម្រោងដាក់ពាក្យបណ្ដឹងមែននិយាយពីថាអ្នកស្រីនេះគ្មានការគួរសមសោះសំដីអាក្រក់ហើយច្រកអាក្រក់ទេអត់សមមកហើយដែលគេដាក់ពាក្យបណ្ដឹងបែបនេះអ៊ីនស៊ុបក៏មិនបាននិយាយអ្វីទេគ្រាន់តែមើលទៅកាន់អ្នកស្រីនឹងហើយក៏បានញញឹមដល់មិនខ្វល់ពីនាងនោះទេនិយាយអីនិយាយទៅ I don't care អីចឹងណាគេក៏បាននិយាយទៅកាន់នាងថាអ្នកស្រីគួរតែចាប់ផ្ដើមរៀបចំធ្វើខ្លួនឲ្យបានល្អទៅកុំឲ្យវាមើលទៅរញ៉េញ៉ៃខ្លាំងពេកវាសំដីចុងក្រោយហ្នឹងខ្ញុំថែមខ្លួនឯងទេណាកុំខានអីអ្នកស្រីមកច្រើនណាស់បន្ទាប់ពីលើបែបនោះធ្វើឲ្យនឹងខឹងខ្លាំងណាស់បងនិយាយថាស្អីគេអ្នកកំពុងនិយាយស្អីគេបន្ទាប់ពីមេធាវីរបស់យើងបាននិយាយប្រាប់ទៅកាន់អ្នកស្រីមកច្រើនហ្នឹងរួចក៏បានដើរចាក់ចេញពីនាងសុភាពបរិបទរបស់យើងដើរឡើងឈៀមកឡើង I don't care អត់ខ្វល់ពីអ្នកស្រីមកច្រើនហ្នឹងតែឲ្យយើងគេយ៉ាងតែម្នាក់ឯងតើរឿងមនុស្សបែកថ្នាំសុភាពបរិបទរបស់យើងនេះនិយាយមួយម៉ាត់ណាក៏ចុកដែរបន្ទាប់ពីគេនិយាយឌឺដល់ទៅកាន់អ្នកស្រីមកច្រើនហ្នឹងហើយក៏បានដើរត្រឡប់មកកន្លែងឡានវិញដោយផឹកអ្វីមិនខ្វល់អ្វីទាំងអស់តាមមកកន្លែងសាលារៀនវិញអ្នកគ្រូរបស់យើងកំពុងតែបង្រៀនសិស្សបន្ទាប់ពីបង្រៀនចប់នាងក៏បានមកការិយាល័យដើម្បីធ្វើការបន្តឲ្យសម្លឹងទៅមើលទូរស័ព្ទដូចជារងចាំសារនរណាម្នាក់អញ្ចឹងបន្ទាប់មកនាងក៏បានដើរចាក់ចេញពីការិយាល័យរបស់នាងក៏មានកូនសិស្សរបស់នាងក៏បានសួរស្ដីមកកាន់នាងផងដែរនេះអ្នកទាំងអស់គ្នាគួរតែយកគំរូតាមកូនសិស្សហ្នឹងទៅគឺល្អខ្លាំងមែនទែនបន្ទាប់មកនាងក៏បានមើលទៅកាន់ព្រះអាទិត្យដែលកំពុងរះយ៉ាងស្រស់ស្អាតបន្ទាប់មកនាងក៏បានបោះបង្អួនដើម្បីស្រូបខ្លួនខ្យល់អាកាសដល់និយាយថាខ្យល់បក់នេះពិតជាល្អខ្លាំងណាស់រាប់តែនេះបានយកទូរស័ព្ទរបស់នាងដើម្បីយកមកមើលដល់និយាយថាខ្ញុំមិនបានទទួលការហាក់ទូរស័ព្ទឬក៏សារណាមួយសោះនៅថ្ងៃនេះជាលើកទី1ហើយដែលម៉ែរបស់ CEO លែងផ្ញើសារមកកាន់នាងប្រហែលជានាងបានភ័យខ្លាចដូចអ្វីដែលគាត់បាននិយាយអញ្ចឹងតោះបាននិយាយនឹងចប់ផងក៏មានណាគេតែមកកាន់នាងធ្វើនាងភ្ញាក់ហើយស្បែកតអ្នកគ្រូរបស់យើងភ្ញាក់ក៏គួរឲ្យស្រឡាញ់ដែរមិនបង្អង់ពេលយូរនាងក៏បានជួយលើកអ្នកមកកាន់ទៀតក៏បាននិយាយមកកាន់នាងដោយនិយាយថាសួស្ដីជំរាបសួរខ្ញុំជាអ្នកសង្កេតមកពីស្ថានីយ៍ប៉ូលីសតើខ្ញុំកំពុងនិយាយជាមួយនឹងអ្នកស្រី Go មែនទេមែនហើយនោះជាខ្ញុំតើអ្នកកំពុងតែនិយាយអំពីអ្វីមាននរណាម្នាក់បានតាក់ទងមកកាន់ខ្ញុំដោយតាក់ទងអំពីរបាយការណ៍អំពីការរំលោភបំពានលើកុមារពេលនាងលើដូច្នេះធ្វើនេះមានភាពភ័យខ្លាចរួចក៏បានរត់ទៅរកអ៊ីនស៊ុបដើម្បីឲ្យគាត់នឹងបានជួយនាងហើយវិញទៀតអាគីរបស់គេក៏នៅចិត្តសាលារៀនរបស់នាងផងដែរអញ្ចឹងហើយវាងាយស្រួលក្នុងការរត់ទៅរកគេអ៊ីនស៊ុបគាត់នឹងថាគេចង់នឹងមករកគាត់គេក៏បានអង្គុយចាំនាងរួចជាស្រេចហើយក៏បានបែរទៅរកនាងទឹកមុខរបស់នាងមានភាពភ័យខ្លាចដូចជាចង់យំគាត់ក៏បានញញឹមទៅកាន់នាងដោយនិយាយថាសួស្ដីអ្នកនាង Go រឿងរបស់យើងក៏បានបញ្ចប់តែត្រឹមនេះរងចាំភាគក្រោយណា